លោកពុកទុកដូចជាព្រះសូរិយារីឯមេត្តាទុកដូចជាដួងព្រះច័ន្ទថ្លៃគុណលោកទាំងពីរព្រះអាទិត្យនិងព្រះច័ន្ទតែងតែរះនិកនិតគិតកូនប្រុសស្រីគ្រប់វិនាទីហេតុនេះកូនទាំងឡាយក៏បីខ្វល់ខ្វាយគិតអំពីគុណហេតុនេះកូនទាំងឡាយក៏បីខ្វល់ខ្វាយគិតអំពីបុណ្យក៏បីតបគុណតនជីវិតនៅជុំពុកតាតើអ្នកណាមួយមកបាញ់ខ្ញុំខ្ញុំដើរតម្រង់ទៅដងទឹកដៃកន់ដៀតក្អមជាមួយនឹងអមរិតឡងស្នោក៏ក្រឹកណាតាមមានគឿនរឿងហេតុពីអ្វីមកបាញ់ខ្ញុំលោកអើយធ្វើកម្មអ្វីម្លេះណាមកបាញ់លោកប្រានអង្គអាត្មាធាមដាបកាយាអង្គទៅបើស្លាប់ខ្ញុំហើយគ្មានអ្នកណាបំរើមេត្តាបិតាខ្ញុំឡើយស្លាប់ដល់ទៅ3អ្នកព្រះគុណហើយពេលនេះឯងហើយត្រូវមករណាអង្គអោព្រះមេមានគុណធ្ងន់ណាកូនបានក្តីទុកយ៉ាងនេះហើយមកជួយកូនផងណាព្រះមេអើយស្លាប់អីលើហើយណាព្រះអើធ្វើម្ដេចបានឃើញនៅមុខម៉ែកូនសូមលាអ្នកម៉ែក្នុងថ្ងៃនេះហើយកូនច្បាស់ជាស្លាប់ណាម្ចាស់កើយក្នុងថ្ងៃនេះហើយណាអ្នកងើយមើល
ខ្ញុំសូមឧទ្ទិសដល់ទេវតាសូមប្រាប់មេត្តាបិតាខ្ញុំផងកបលយៈបាញ់ខ្ញុំឈឺកង្ងំសូមទេវតាផងអើយប្រាប់ដំណេសូមអនុមោទនា